นี่คือเชื่อประเภทลานตัวอย่างต่างหายะดับnhiềuก่อนยอมอดีกว่าไปเป็น full option หายยืนหนุนเพื่อลานนี้ออยหล่อผมพอดใจนี้กีจับลองไปเคิมจังบะดอกได้เธออยู่cho không lán thì ប៉ុន្តែអ្វីដែលយើងចាប់ផ្ដើមធ្វើច្រើនដំបូងបំផុតនោះគឺយើងធ្វើការវាស់វែងវាហើយនឹងកាត់ខ្នាតវាដើម្បីយកមកតម្លើងធ្វើតេស្តវិសិទ្ធហើយបន្ទាប់មកទៀតមកក៏យើងយកវាតម្លាក់ចុះមកវិញដើម្បីធ្វើការកាត់ឡាយព្រោះថាចំណុចនៃកាត់ឡាយខ្លះវាមានភាពលំបាកក្នុងការបិទកណាត់ដូច្នេះហើយការងារយើងត្រូវការចិត្តចង់ណាស់ទៅពេលវាទូចគូហើយតនវាអត់កាត់តែកាត់ហើយខហើយតែខោទៅតែមិនខោមិនយ៉ាងហ្នឹងតែថ្ងៃនេះរឿងដែលយើងត្រូវធ្វើនោះគឺយើងត្រូវតែដឹកគាត់ឡាននេះឲ្យស្អាតបំផុតតាមបទពិសោធន៍និងបច្ចេកទេសនិងជំនាញរបស់ពួកយើងតែយ៉ាងហោចណាស់ទូខុសចាទៅយកដល់នេះមកអូយកដល់នេះប៉ុណ្ណេះនេះស៊ីប៉ុណ្ណេះស៊ីប៉ុណ្ណេះខ្ចក់ប៉ុណ្ណេះមកបន្ទាប់ពីយើងធ្វើការកាត់ឡាយរួចយើងក៏ចាប់ផ្ដើមធ្វើការឆាបវាឲ្យមានភាពរលោងហើយយើងយកវាទៅផ្គុំនៅកន្លែងនៅខាងលើតាបូដូចជាជញ្ជាំងអីម្ដងទៀតពេលដែលយើងឆែកមើលរួចរាល់ហើយគិតថាវាត្រឹមត្រូវហើយនោះដូច្នេះហើយយើងក៏យកវាចុះមកក្រោមវិញដើម្បីធ្វើការលាបជាមួយនឹងកាវជម្រាបទឹកដើម្បីបង្កើននូវគុណភាពឈើហើយវាការពារនឹងជាមួយនឹងបញ្ហាធ្វើឲ្យមានបញ្ហាទៅលើក្លិនឡានទៀតមុនពេលយើងធ្វើការបិទកណាត់គឺយើងត្រូវធ្វើបែបហ្នឹងហើយក៏យើងឲ្យជាងយើងម្នាក់ដើម្បីធ្វើការបិទ soundproof អូខេនេះជាសកម្មភាពរបស់ជាងយើងកំពុងធ្វើការបិទ soundproof ហើយ soundproof នេះយើងបិទពីចំហៀងនៃជញ្ជាំងនឹងខាងនេះហើយនឹងជញ្ជាំងខាងនេះហើយមួយទៀតយើងបិទនៅខាងប្លុកខាងទ្វារដែលយើងដាក់ទ្វារអូតូហ្នឹងដើម្បីបង្កាត់បន្ថយពីសំឡេងសំខាន់ខាងអាទ្វារមុខមកគូទៀតក៏ដូចគ្នាដែរហើយជាងយើងម្នាក់ទៀតដែរគាត់ក៏បានរត់នៅប្រព័ន្ធភ្លើងដើម្បីរៀបចំពាក់ជាមួយនឹងភ្លើង LED ផ្សេងៗដូចជាដំបូលផ្កាយរៀបចំ sound សាប់សំឡេងដើម្បីបំពាក់ជាមួយនឹងកៅអី VIP ផងដែរឥឡូវយើងចាប់ផ្ដើមដោតដំបូលផ្កាយលើកញ្ចក់កណ្ដាលហ្មងអាហ្នឹងចក់ពណ៌ខ្មៅហើយឥឡូវនេះកៅអី VIP ហើយនឹងកណាត់យើងបានមកដល់ហើយបន្ទាប់ពីកៅអី VIP និងកណាត់យើងបានមកដល់យើងក៏ចាប់ផ្ដើមធ្វើការបិទកណាត់យកតែម្ដងហើយយើងបាត់បានច្រើនដែរតើទៅនឹងការតឡើងយើងវាយើងនឹងចាប់ឡើងទៅលើឡានបន្ទាប់ពីយើងធ្វើការបិទកណាត់រួចយើងក៏យកវាទៅផ្គុំនៅតាមផ្នែកនីមួយៗដែលយើងបានរៀបចំទុកហើយការងារចុងក្រោយរបស់យើងគឺយើងយក VIP ទៅចាប់តម្លើងដែលការខិតខំប្រឹងប្រែងពីសំណាក់នៃក្រុមបច្ចេកទេសហើយនិងក្រុមជាងយើងទាំងអស់គ្នាហើយការងារនេះយើងធ្វើរហូតដល់ម៉ោង 10 យប់បន្ទាប់ពីយើងធ្វើការទាំងយប់ទាំងថ្ងៃបែបនេះការងារយើងក៏បានសម្រេចដោយជាស្ថាពរដោយយើងទទួលបានឡានមួយដ៏ស្រស់ស្អាតបើសិនជាបងប្អូនពេញចិត្តនឹងស្នាដៃdecorរបស់ពួកយើងសូមកុំភ្លេច share វីដេអូនេះម្នាក់មួយផងមួយទៀតបើសិនជាបងប្អូនចាប់អារម្មណ៍ឬក៏ចង់decorនៅប្រភេទឡានជា model ឡានដែលខ្ញុំកំពុងតែធ្វើការ line នេះឬក៏ជាឡានប្រភេទផ្សេងៗដែលតាក់ទងជាមួយនឹងឡាន van ចង់ decor ទៅម៉ូដផ្សេងៗនេះគឺអាចធ្វើការទំនាក់ទំនងតាមเพจរបស់ Luxury Decor ឬអាចទំនាក់ទំនងតាមរយៈ Telegram នៅខាងក្រោម